ការទិញមាសនៅក្នុងជំនឿខ្មែរនិងស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្នសូមគោរពនឹងជម្រាបសួរដល់បងប្អូនអំពូមីមីងលោកកំពុងតែម្ដាយលោកយាយលោកតាទាំងអស់គ្នាដែលកំពុងទស្សនាវីដេអូនេះខ្ញុំក្នុង Channel YouTube បូសុគន្ធាថ្ងៃនេះយើងបានជួបគ្នាសារជាថ្មីម្ដងទៀតហើយការជួបគ្នាសារជាថ្មីនៅថ្ងៃនេះនាងខ្ញុំលើកយករឿងមាសដើម្បីជម្រាបជូនបងប្អូនទាំងអស់គ្នាពូកាពីវីដេអូមុនយើងនិយាយគ្នាពីរឿងលុយដុល្លារអាមេរិកចាអញ្ចឹងថ្ងៃនេះអត់បាននិយាយរឿងលុយដុល្លារអាមេរិកទៀតទេយើងមកនិយាយអំពីមាសពីព្រោះថាចិត្តដល់ចូលឆ្នាំថ្មីចាស់ខ្មែរយើងមានជំនឿតាំងពីបុរាណមកថាចិត្តចូលឆ្នាំថ្មីគឺយើងបោះចោលអស់នៅរឿងរ៉ាវអាក្រក់ហើយទទួលយកនៅលៀបសម្រាប់ឆ្នាំថ្មីហើយមិនត្រឹមតែប៉ុណ្ណោះទេខ្មែរយើងក៏មានជំនឿថាការទិញមាសមុនពេលចូលឆ្នាំថ្មីចូលផ្ទះនេះក៏ជាសញ្ញានៃការនាំលៀបជ័យសិរីសួស្តីចូលក្នុងផ្ទះដែរអញ្ចឹងនៅក្នុងវីដេអូនេះថ្ងៃនេះនាងខ្ញុំនឹងជម្រាបជូនបងប្អូនគ្នាអំពីរឿងពីរយ៉ាងចារឿងទី1គឺជំនឿបុរាណខ្មែរទៅលើមាសហើយទី2គឺពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ចនាពេលបច្ចុប្បន្នតើយើងគួរទិញមាសដែរឬទេចឹងបងប្អូនយើងខ្លះគាត់ឮព័ត៌មានលេចឮថាមាសនឹងឡើងថ្លៃខ្លាំងនៅចុងឆ្នាំ2027អញ្ចឹងការដកលុយសន្សំដែលគាត់មានដើម្បីទិញមាសទុកនាពេលបច្ចុប្បន្ននេះអាចនឹងធ្វើឲ្យគាត់ទទួលបានចំណេញច្រើននៅចុងឆ្នាំ2027ប្រសិនបើគាត់លក់ចេញទៅវិញហើយក៏មានអ្នកខ្លះទៀតទឺទេដោយសារគាត់ឃើញតម្លៃមាសហក់ឡើងដល់កម្រិតមួយខ្ពស់មែនទែនក្បែរ$600ក្នុងមួយជីវាជាតម្លៃមួយដែលធ្វើឲ្យគាត់គិតថាវិនិយោគបច្ចុប្បន្ននេះអាចនឹងខាតធ្ងន់ចុះបើសិនជាទិញហើយស្រាប់តែតម្លៃវាមិនឡើងទៅទៀតតម្លៃវាទៅជាចុះទៅវិញអញ្ចឹងតើគួរដោះស្រាយរបៀបម៉េចអញ្ចឹងនៅក្នុងវីដេអូមួយនេះមានជម្រាបជូននៅចំណុចមួយចំនួនថាហេតុអីបានជាគួរទិញហើយបើសិនជាទិញគួរតែទិញបែបណាដើម្បីឲ្យយើងមានសុវត្ថិភាពចារឿងទិញមាសដឹងតែត្រូវទិញទេប៉ុន្តែរបៀបទិញយ៉ាងម៉េចដែលធ្វើឲ្យយើងមានសុវត្ថិភាពហើយទទួលបានផលចំណេញអញ្ចឹងបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូមួយនេះយើងសូមបែងចែករឿងជា2ហើយឥឡូវយើងមកមើលរឿងទី1សិនពាក់ព័ន្ធទៅនឹងបរិបត្តិនៃជំនឿសម្រាប់បរិបត្តិខ្មែរយើងជំនឿបុរាណតាំងតែពីយូរលង់ណាស់មកហើយមាសមិនត្រឹមតែជាលោហៈធាតុដែលមានតម្លៃខ្ពស់សម្រាប់សេដ្ឋកិច្ចតែប៉ុណ្ណោះទេប៉ុន្តែមាសគឺតំណាងឲ្យភាពបរិសុទ្ធអំណាចសិរីសួស្តីហើយនៅក្នុងជំនឿខាងផ្នែកបារមីមាសគឺជាគ្រឿងការពារខ្លួនអំពីមន្តអាគមខ្មៅផ្លូវងងឹតចាស់បុរាណជឿថាមាសគឺជាវត្ថុស័ក្តិសិទ្ធិនៅក្នុងការការពារខ្លួនជាក់ស្ដែងក្នុងផ្នែកមន្តអាគមគ្រូបុរាណខ្មែរតែងតែដោះសាច់មាសយកទៅធ្វើជាគ្រឿងការពារខ្លួនឬសរសេរយ័ន្តនៅលើសន្លឹកមាសស្ដើងរួចរមូរធ្វើជាកងដៃឬបន្តោងដើម្បីពាក់ការពារខ្លួនពីអំពើអាបធ្មប់និងគ្រោះថ្នាក់ផ្សេងទៀតខាងផ្នែកផ្លូវងងឹតគេជឿថាមាសមានធាតុត្រជាក់ដែលអាចបន្សាបជាតិពុលឬក៏សារធាតុអាក្រក់ចេញអំពីមន្តអាគមខ្មៅមិនថានៅក្នុងទម្រង់ជាគ្រឿងអលង្ការសម្រាប់តុបតែងលម្អរាងកាយឬក៏ជាវត្ថុស័ក្តិសិទ្ធិសម្រាប់ការពារឃុំក្រងប្រលឹងផ្លូវចិត្តឲ្យជៀសផុតអំពីអំពើងងឹតតែប៉ុណ្ណោះទេមាសនៅតែរក្សាតួនាទីជាសក្ខីភាពនៃភាពរុងរឿងនិងជាជំនឿដ៏មុតមាំរបស់បុព្វបុរសដូនតាខ្មែរតាំងតែពីពេលមុនរហូតមកដល់ពេលបច្ចុប្បន្ននេះហេតុនេះហើយទើបរាល់ពេលមុនពិធីបុណ្យចូលឆ្នាំថ្មីចាស់តែងតែទិញមាសចូលផ្ទះដើម្បីបង្ហាញថាវាជាសញ្ញានៃការនាំលៀបនាំសិរីសួស្តីនិងជាការការពារផ្ទះការពារកូនចៅពីបំណងអាក្រក់ខាងផ្លូវងងឹតអញ្ចឹងបងប្អូនទាំងអស់គ្នានេះក៏ជាហេតុផលមួយដែលយើងសម្គាល់ឃើញថាចាស់គាត់និយមទិញមាសគៀកចូលឆ្នាំទិញហើយដោយសារគាត់គិតថាទិញគៀកចូលឆ្នាំអញ្ចឹងដើម្បីឲ្យឆ្នាំថ្មីនាំសិរីសួស្តីមានបងប្អូនយើងខ្លះទៀតគាត់ថាទិញមាសចូលផ្ទះទៅឲ្យវាហៅគ្នាវាមកទៀតណាចាអញ្ចឹងបងប្អូនទាំងអស់គ្នានេះគឺជាជំនឿប៉ុន្តែដើម្បីទិញមាសបានតើយើងមានលុយហើយមុននឹងទៅទិញមាសតើយើងវិភាគរឿងសេដ្ឋកិច្ចមុនសិនមិនមែនថាឲ្យតែជឿហើយដកលុយព្រុសទៅទិញទេវាព្រោះថាពេលខ្លះទិញហើយបើយើងទិញក្នុងចំនួនតិចតួចអត់សូវមានបញ្ហាតែបើសិនទិញច្រើនហើយវាមានបញ្ហារឿងឡើងថ្លៃចុះមិនសូវប្រក្រតីអាចនឹងមានបញ្ហាទៅជារឿងខាតបង់បង្កទៅជាចំនួនក្នុងផ្ទះអីចឹងទៅអញ្ចឹងយើងងាកចេញពីផ្នែកជំនឿយើងមកមើលអំពីខាងស្ថានភាពសេដ្ឋកិច្ចវិញថាតើក្នុងភាពមិនច្បាស់លាស់នៃវិបត្តិសកលដោយសារតែសង្គ្រាមតម្លៃមាសដែលឡើងចុះមិនច្បាស់លាស់បែបនេះតើវាជាពេលដែលយើងគួរតែប្រថុយទិញហើយឬនៅហើយយើងសូមបែងចែកជា2ចាទី1គឺហេតុផលដែលគួរទិញមាសនិងទី2ហេតុផលដែលគួរប្រុងប្រយ័ត្នមុនពេលនិងក្រោយពេលទិញមាសអញ្ចឹងឥឡូវនេះយើងមកមើលហេតុផលទី1ចា
វិបត្តិសកលនិងសេដ្ឋកិច្ចកម្ពុជាតើដល់ពេលដែលត្រូវទិញមាសទុកដែរឬទេក្នុងស្ថានភាពដែលពិភពលោកកំពុងជួបប្រទះនូវភាពមិនច្បាស់លាស់ដោយសារសង្គ្រាមនៅមជ្ឈមបូព៌ានិងការប្រែប្រួលនៃសន្តិភាពសេដ្ឋកិច្ចមាសបានក្លាយទៅជាប្រធានបទដ៏ក្តៅកគុកតាមតុទៀមកាហ្វេការជជែកគ្នាបងថ្លៃប្អូនថ្លៃចាទូរស័ព្ទរោគ្នាហ្នឹងក៏មានប្រធានបទមាសទៅជាមួយគ្រប់បណ្ដាញសង្គមនៅក្នុងប្រទេសកម្ពុជាចាប់ផ្ដើមងាកមកមើលនិងសម្លឹងអំពីហាងឆេងមាសស្របពេលដែលកំពុងតាមដានហាងឆេងមាសសំណួរមួយបានលេចឡើងតើស្ថានភាពបែបនេះខ្ញុំគួរតែយកលុយសន្សំដែលមានទៅទិញមាសទុកដែរឬទេចុះប្រសិនបើទិញហើយស្រាប់តែតម្លៃវាមិនទៅមុខវាបកថយក្រោយវិញថាតើគួរដោះស្រាយដូចម្ដេចការសម្រេចចិត្តវិនិយោគលើមាសនៅកម្ពុជាមិនមែនគ្រាន់តែយើងសង្កេតមើលទៅតាមតម្លៃហាងឆេងអន្តរជាតិទេប៉ុន្តែយើងក៏ត្រូវមើលស្ថានភាពជាក់ស្ដែងនៅក្នុងស្រុកយើងផងដែរអញ្ចឹងយើងសូមលើកយកមុំពីរផ្សេងគ្នាដើម្បីជម្រាបជូនបងប្អូនទាំងអស់គ្នាមុំទី1គឺហេតុផលដែលគួរទិញមាសក្នុងស្ថានភាពនៃពេលបច្ចុប្បន្នក្នុងផ្នែកនេះយើងនឹងពិនិត្យមើលអំពីចំណុចខ្លាំងនិងឱកាសទី1របាំងការពារអតិផរណានិងការធ្លាក់ចុះនៃរូបិយប័ណ្ណនៅពេលដែលទំនិញឡើងថ្លៃលុយដុល្លារចាប់ផ្ដើមបាត់បង់អំណាចនៃការទិញរបស់ខ្លួនមាសគឺជាទ្រព្យសម្បត្តិដែលរក្សាតម្លៃបានល្អបំផុតចាយើងឧទាហរណ៍ងាយៗថាអញ្ចេះពីមុនមកយើងទិញពងទា10គ្រាប់តម្លៃតែ 4,000 រៀលទេប៉ុន្តែដល់ពេលសាំងឡើងថ្លៃស្អីៗឡើងថ្លៃញញៃវឹកវរនេះទៅពងទា10គ្រាប់ឡើង 6,000 រៀលអញ្ចឹងពីមុនយើងមានលុយតែ 4,000 រៀលយើងទិញពងទាបាន10ហើយតែឥឡូវនេះយើងត្រូវមានលុយ 6,000 រៀលដើម្បីទៅទិញពងទាឲ្យបាន10អញ្ចឹងមានន័យថាអំណាចនៃការទិញនៃលុយដែលយើងកំពុងកាន់រាល់ថ្ងៃនេះវាថយចុះចឹងហើយដើម្បីរក្សាទ្រព្យរបស់យើងគឺគេយកលុយហ្នឹងទៅផ្លាស់ប្ដូរឲ្យទៅជាមាសវិញពីព្រោះថាមាសវាអាចរក្សាតម្លៃខ្លួនវាព្រោះមាសតម្លៃមិនដែលថយក្រោយទេបងប្អូនអរគ្នាហើយបើសិនជាថយក្រោយក៏វាមិនថយក្នុងរយៈពេលយូរដែរសំណួរសំខាន់ថាតើក្រោយយើងទិញមាសហើយយើងទុកវាបានយូរប៉ុណ្ណាពីព្រោះមាសមិនមែនជាទ្រព្យដែលយើងត្រូវវិនិយោគរយៈពេល1ថ្ងៃ2ថ្ងៃទេមាសគឺជាទ្រព្យសម្បត្តិដែលត្រូវវិនិយោគក្នុងរយៈពេលវែងអញ្ចឹងអ្នកណាចិត្តតិចបកែកាន់មាសបានយូរអ្នកនឹងនៅខាងឈ្នះមាសជារបស់តិចមិនត្រូវការអ្នកកាន់ដែលចិត្តក្តៅនោះទេចាសម្រាប់បងប្អូនខ្មែរមាសគឺជាសាច់ប្រាក់រឹងទោះបីជាសេដ្ឋកិច្ចជួបវិបត្តិយ៉ាងណាក៏ដោយក៏មាសមិនដែលអស់តម្លៃនោះដែរសូម្បីតែសម័យសង្គ្រាមចាការទិញមាសនៅពេលនេះវាដូចជាធានារ៉ាប់រងលើទ្រព្យសម្បត្តិរបស់បងប្អូនកុំឲ្យរលាយបាត់បង់តម្លៃតាមរយៈការកើនឡើងនៃថ្លៃទំនិញលើទីផ្សារទី2ភាពងាយស្រួលនិងសុវត្ថិភាពផ្លូវចិត្តខុសអំពីការវិនិយោគលើដីធ្លីដែលត្រូវចំណាយពេលយូរក្នុងការលក់ឬក៏ការលេងភាគហ៊ុនដែលមានសភាពស្មុគស្មាញមាសនៅកម្ពុជាមានសន្ទុះនីយភាពចាភាសាអង់គ្លេសគេហៅ liquidity ខ្ពស់បំផុតបងប្អូនអាចទិញមាសនៅថ្ងៃនេះលក់នៅថ្ងៃស្អែកបានភ្លាមនៅគ្រប់ហាងមាសទូទាំងប្រទេសដោយមិនសាំញ៉ាំនោះទេចាអញ្ចឹងគឺថាការបំលែងមាសទៅជាសាច់ប្រាក់នេះលឿនជាទីបំផុតចាតែ20នាទី30នាទីលក់ហើយថ្លឹងហើយអីហើយបានលុយភ្លាមហើយបងប្អូនអរគ្នាវាអត់ពិបាកទេអញ្ចឹងការយកលុយទៅទិញមាសក៏បានលឿនការបង្វិលពីមាសទៅជាលុយវិញក៏បានលឿនហេតុនេះហើយបានជាគេនិយាយថាមាសនឹងមានសន្ទុះនីយភាពឬក៏ liquidity នឹងខ្ពស់អញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាមានមាសហើយចាពិបាកក្នុងការលក់ត្រូវការខ្ញុំជូនទៅក៏បានចានិយាយលេងទេចាឥឡូវយើងតទៅទៀតក្នុងបរិបទដែលមនុស្សម្នាមានការភ័យខ្លាចចំពោះស្ថានភាពសង្គ្រាមសកលការមានមាសនៅក្នុងដៃផ្ដល់នូវសុវត្ថិភាពផ្លូវចិត្តខ្លាំងជាងការមានលេខលុយនៅក្នុងទូរស័ព្ទឬក៏ធនាគារចាអញ្ចឹងម៉ែគេថាមានមាសកក់ក្ដៅជាងមានបងចាទី3មាសជាទ្រព្យសម្បត្តិដែលគ្មានបំណុលមាសដែលបងប្អូនទិញទុកនៅក្នុងដៃគឺជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន 100% ដែលវាខុសអំពីលុយនៅក្នុងធនាគារប្រសិនបើមានវិបត្តិប្រព័ន្ធហិរញ្ញវត្ថុណាមួយកើតឡើងមាសនៅក្នុងដៃរបស់បងប្អូននៅតែអាចប្រើប្រាស់បានជានិច្ចមិនថាប្រព័ន្ធអ៊ីនធឺណិតឬក៏ធនាគារមានបញ្ហាយ៉ាងណាក៏ដោយអញ្ចឹងបងប្អូនទាំងអស់គ្នាកន្លែងនេះខ្ញុំចង់សូមបញ្ជាក់បន្តិចមិនមានន័យថាដាក់លុយនៅក្នុងធនាគារមិនសុវត្ថិភាពទេដាក់លុយនៅក្នុងធនាគារសុវត្ថិភាពការមានលុយនៅក្នុងធនាគារក៏ល្អក៏ប៉ុន្តែបើសិនយើងប្រៀបធៀបនៅពេលដែលមានបញ្ហាប្រព័ន្ធហិរញ្ញវត្ថុអ្នកដែលកាន់មាសសុវត្ថិភាពខ្ពស់ជាងអ្នកដែលយកលុយទាំងអស់យកទៅដាក់នៅក្នុងធនាគារគ្រាន់តែប៉ុណ្្នឹងឯណាបងប្អូនអរគ្នាមិនមែនច្រានចោលថាមិនគួរមានលុយនៅក្នុងធនាគារហើយមិនគួរមិនប្រើប្រាស់ប្រព័ន្ធធនាគារទេអត់ចង់សំដៅមានន័យបែបហ្នឹងទេ
សំណួរសួរថាតើគួរទិញមាសយ៉ាងម៉េចដើម្បីជៀសវាងពីបញ្ហានាពេលក្រោយទិញនេះគឺជាហេតុផលដែលគួរប្រុងប្រយ័ត្នមុននឹងសម្រេចចិត្តទិញមាសទោះបីជាមាសមានគុណសម្បត្តិច្រើនប៉ុណ្ណាក៏ដោយប៉ុន្តែក្នុងស្ថានភាពកម្ពុជាបច្ចុប្បន្នក៏មានហានិភ័យមួយចំនួនដែលយើងមិនគួរមើលរំលងទី1មាសកំពុងស្ថិតក្នុងកម្រិតតម្លៃខ្ពស់មាសដែលបងប្អូនចង់ទិញនាពេលនេះមានតម្លៃខ្ពស់ខ្លាំងរួចទៅហើយការទិញមាសនាពេលដែលមាសឡើងថ្លៃកប់ពពកវាគឺជាការប្រថុយប្រឋានប្រសិនបើស្ថានភាពសង្គ្រាមអន្តរជាតិបែរជាត្រឡប់មកធូរស្រាលវិញតម្លៃមាសអាចនឹងធ្លាក់ចុះយ៉ាងគំហុកដែលធ្វើឲ្យអ្នកដែលធ្លាប់ទិញមាសក្នុងតម្លៃខ្ពស់បែរជាត្រូវថប់ដង្ហើមឬក៏ខាតបង់ដើមទុនក្នុងករណីត្រូវការលុយប្រញាប់សម្រាប់ការប្រើការវិញបញ្ហាទី2តម្លៃឈ្នួលនៃមាសគ្រឿងបងប្អូនខ្មែរភាគច្រើនទិញមាសក្នុងទម្រង់ជាគ្រឿងអលង្ការមានដូចជាខ្សែកខ្សែដៃចិញ្ចៀនអីហូហែអញ្ចឹងទៅអញ្ចឹងនៅពេលដែលបងប្អូនទិញយើងត្រូវបង់ថ្លៃឈ្នួលប៉ុន្តែនៅពេលដែលលក់ចេញហាងមាសគេនឹងកាត់ថ្លៃឈ្នួលរួមជាមួយនឹងការកាត់ទឹកផ្សេងៗគេពិនិត្យទៅតាមសភាពជាក់ស្ដែងនៃមាសដូច្នេះប្រសិនបើមាសឡើងថ្លៃមិនបានច្រើនជាងចន្លោះពី$20ទៅ$30បងប្អូនអាចនឹងមិនចំណេញឬអាចខាតបង់ទៅវិញដោយសារតែយើងត្រូវចំណាយលើឈ្នួលហើយនឹងការកាត់ទឹកទៅតាមស្ថានភាពមាសជាក់ស្ដែង3កង្វះលំហូរជាសាច់ប្រាក់មាសគឺជាទ្រព្យសម្បត្តិដែលមិនបង្កើតផលចាក្នុងភាសាអង់គ្លេសគេថា non productive asset មាសគ្មានការប្រាក់ប្រចាំខែហើយក៏មិនអាចជួលឲ្យគេបានដូចជាផ្ទះឬក៏ដីជួលនោះឡើយក្នុងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នប្រសិនបើបងប្អូនកំពុងត្រូវការសាច់ប្រាក់ដុល្លារដើម្បីបង្វិលសម្រាប់ធ្វើអាជីវកម្មឬដើម្បីត្រៀមចំណាយក្នុងករណីដែលទំនិញឡើងថ្លៃការប្រថុយយកលុយទាំងអស់ទៅទិញមាសអាចធ្វើឲ្យបងប្អូនខ្វះខាតសាច់ប្រាក់បង្វិលចាយវាយប្រចាំថ្ងៃហើយចុងក្រោយយើងត្រូវបង្ខំចិត្តយកមាសដែលទិញបានទៅលក់វិញក្នុងពេលដែលវាចុះថ្លៃនេះវានឹងក្លាយទៅជាការខាតបង់ទ្វេដងអញ្ចឹងជាសេចក្តីសន្និដ្ឋានក្នុងស្ថានភាពកម្ពុជានៅពេលបច្ចុប្បន្នតើគួរទិញមាសដែរឬទេចម្លើយយ៉ាងជាក់ច្បាស់យើងគួរទិញមាសទុកប្រសិនបើបងប្អូនមានលុយដែលមិនត្រូវការបង្វិលប្រើការចានៅក្នុងភាសាអង់គ្លេសគេហៅ cool cash លុយតិចណាចាលុយដែលបងប្អូនមិនត្រូវការបង្វិលប្រើការនឹងចង់សន្សំក្នុងរយៈពេលវែងលើសពី1ឆ្នាំឡើងទៅមាសគឺជាជំរកសុវត្ថិភាពប៉ុន្តែវាមិនមែនជាមធ្យោបាយដែលរកលុយឲ្យយើងคล้ายទៅជាអ្នកចំណេញឬមានបានក្នុងពេលខ្លីៗនោះទេអញ្ចឹងទិញមាសល្អក៏ប៉ុន្តែយើងមិនគួរតែខ្ចីលុយគេទិញមាសទេវាអាចមានវិបត្តិចាហើយមួយទៀតក្នុងករណីដែលលុយរបស់យើងដែលមានក្នុងខ្លួននៅពេលបច្ចុប្បន្ននេះវាអត់គ្រប់ក្នុងការចំណាយរយៈពេល6ខែឥឡូវឧទាហរណ៍ថាការចំណាយប្រចាំខែបងប្អូនទាំងអស់គ្នាមួយខែអស់$1000អានេះគ្រាន់ឧទាហរណ៍ទេអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាមានលុយ$10000នៅក្នុងដៃអញ្ចឹង$6000គឺជាលុយត្រៀមបំរុងសម្រាប់ចំណាយប្រចាំខែក្នុងរយៈពេល6ខែសល់$4000ហ្នឹងយើងអាចយក$4000ហ្នឹងទៅទិញមាសបានតែបើសិនជាក្នុងករណីដែលបងប្អូនទាំងអស់គ្នាមាន$1000ជាចំណាយប្រចាំខែរួចហើយបងប្អូនមានត្រឹមតែ$6000នៅក្នុងដៃកុំទាន់ដកលុយទៅទិញមាសពីព្រោះថាយ៉ាងហោចណាស់យើងត្រូវមានលុយបំរុងសម្រាប់ការចាយវាយនៅក្នុងគ្រួសារនីមួយៗ6ខែយ៉ាងតិចចឹងបើសិនជាយើងមានតិចជាងហ្នឹងកុំទាន់អីអង្គុយមើលហាងឆេងមាសលេងក៏អត់បញ្ហាអីដែរបងប្អូនទាំងអស់គ្នាប៉ុន្តែបើសិនជាយើងទិញមាសទៅតាមគេថាឃើញហាងឆេងខ្ពស់ឃើញអីគេឈូឆរទៅតាមគេអាហ្នឹងមិនមែនជាការណែនាំឲ្យធ្វើទេពីព្រោះថាវាអាចមានបញ្ហាទៅដល់ថ្ងៃក្រោយដូចបានរៀបរាប់ពីខាងដើមអញ្ចឹងថាយើងឃើញហាងឆេងមាសល្អយើងក៏ទៅទិញទុកស្រាប់តែដល់ពេលសាច់ប្រាក់ដែលយើងត្រូវការចាយវានឹងវាអត់គ្រប់យើងមិនត្រូវយកមាសទៅលក់វិញដល់ពេលយកមាសទៅលក់វិញបើប៉ះចំពេលដែលហាងឆេងមាសវាស្មើគ្នាជាមួយពេលយើងទិញអត់អីទេតែបើសិនជាយើងទៅទិញចំប៉ះដែលហាងឆេងមាសវាធ្លាក់ចុះយើងអត់មានជំរើសយើងត្រូវតែបខំចិត្តលក់វិញអញ្ចឹងអានេះគឺយើងឈានចូលទៅដល់សភាពខាតអញ្ចឹងបានជាមានបងប្អូនខ្លះក៏លើកឡើងថាគេទិញមាសទុកចំណេញឯងទិញមាសគេដែរទិញខាតអញ្ចឹងការទិញមាសដឹងតែត្រូវទិញឯងប៉ុន្តែសំណួរត្រង់ថាទិញរបៀបណាអញ្ចឹងណាចាអញ្ចឹងនៅក្នុងវីដេអូនេះក្រៅអំពីជម្រាបជូនពីរឿងយកសាច់ប្រាក់គេថាលុយតិចទៅទិញមាសហើយនៅមានចំណុចមួយទៀតដែលគេលើកឡើងថាសូមប្រុងប្រយ័ត្នកុំទិញមាសតាមគ្នា
ប្រសិនបើបងប្អូនមិនទាន់មានសាច់ប្រាក់បំរុងសម្រាប់ចាយវាយក្នុងផ្ទះយ៉ាងតិច6ខែទេកុំអាលយកលុយទៅទិញមាសកុំទិញមាសគ្រឿងដែលមានឈ្នួលថ្លៃទិញមាសសន្លឹកឬក៏មាសគីឡូប្រសិនបើចង់ទុកសន្សំយកចំណេញជៀសវាងការទិញមាសគ្រឿងអលង្ការដែលត្រូវចំណាយឈ្នួលខ្ពស់យុទ្ធសាស្ត្រមធ្យមភាគចាចំណុចនេះសំខាន់ណាបងប្អូនអរគ្នាកុំទិញម្ដងទាំងអស់គួរទិញបន្តិចម្ដងនៅពេលដែលហាងឆេងចុះថ្លៃដើម្បីឲ្យមធ្យមភាគនៃតម្លៃដើមរបស់បងប្អូនមិនខ្ពស់ពេកអញ្ចឹងយើងអត់ចាំបាច់សម្រុកថាមានគោលដៅចង់ទិញមាសមួយតឡឹងសន្សំនេះក៏ឧទាហរណ៍ទេហើយបងប្អូនស្រាប់តែទៅទិញម្ដងមួយតឡឹងក្នុងពេលមួយថ្ងៃអញ្ចឹងវាធ្វើឲ្យថ្លៃដើមរបស់យើងហ្នឹងអត់មានយិតយងគ្នាទេក៏ប៉ុន្តែបើសិនជាយើងបែងចែកថាយើងទិញម្ដង3ហ៊ុនអធិស្ឋាន 3G ចាម្ដង 3G យើងទិញ3ដងអញ្ចឹងណាចាបានមួយតឡឹងដូចគ្នាហើយជម្រាបជូនបងប្អូនទាំងគ្នាថារឿងទិញលក់នេះវាសុទ្ធតែពាក់ព័ន្ធទៅនឹងស្ថានភាពរបស់គ្រួសារនីមួយៗចឹងយើងមិនអាចឲ្យយោបល់ទូទៅឲ្យត្រូវគ្រប់គ្នាបានទេអាស្រ័យលើម្ចាស់ខ្លួនវិភាគទៅតាមស្ថានភាពជាក់ស្ដែងរបស់ខ្លួនឯងដែរសូមកត់ចំណាំថានៅក្នុងការវិនិយោគគ្មានអ្វីដែលសុវត្ថិភាព 100% ឡើយការសម្រេចចិត្តដែលឆ្លាតវៃគឺជាការយល់ដឹងអំពីតុល្យភាពរវាងការការពារដោយសន្សំការវិនិយោគដោយមានការកំណត់ច្បាស់លាស់និងសាច់ប្រាក់ដែលត្រូវចាយវាយប្រចាំថ្ងៃអញ្ចឹងយើងត្រូវដឹងថាតើលុយចាយវាយប្រចាំថ្ងៃរបស់យើងមានប្រមាណគ្រប់ហើយនៅលុយប៉ុណ្ណាដែលយើងត្រូវការវិនិយោគយើងចង់វិនិយោគរយៈពេលប្រមាណឲ្យច្បាស់លាស់ហើយនឹងការសន្សំអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាទិញមាសមិនមែនជាគោលដៅនៃការវិនិយោគទេជាគោលដៅនៃការសន្សំអញ្ចឹងយើងក៏អត់សូវខ្វាយខ្វល់អីច្រើនដែរកំណត់ខ្លួនឯងទៅថាតើមួយខែចង់សន្សំប្រមាណ G បើយើងគិតថាយើងទៅដល់ 1G 2G មិនរួចទេមួយខែសន្សំប្រមាណហ៊ុនដូចជាអញ្ជៀនជំរាកផ្ដៅអីយើងអាចទៅទិញតិចបានដោយអត់ចាំបាច់ត្រូវការប្រើឈ្នួលទេចាអញ្ជៀនជំរាកផ្ដៅពេលដែលគេលក់ឲ្យយើងអត់មានថ្លៃឈ្នួលទេអញ្ចឹងយើងអាចទិញសន្សំជារបៀបហ្នឹងក៏បានដែរអញ្ចឹងសម្រាប់ខ្លួនខ្ញុំផ្ទាល់ដែលជាអ្នកធ្វើវីដេអូនេះខ្ញុំគាំទ្រជំនឿខ្មែរមួយពាក់ព័ន្ធទៅនឹងរឿងទិញមាសនាំលៀបចូលផ្ទះណាចាខ្ញុំជឿកន្លែងហ្នឹងអញ្ចឹងមិនថាយើងអាចទិញគេហៅទិញជាសញ្ញានៃលៀបជ័យណាមិនបាច់ទៅទិញណាដល់រាប់គីឡូរាប់តលឹងអីទេចាទិញមួយហ៊ុនពីរហ៊ុនឬក៏មានលទ្ធភាពទិញមួយជីអញ្ចឹងទៅមុនចូលឆ្នាំអញ្ចឹងណាចាពាក់ជាប់ខ្លួនអីចឹងទៅរាប់ថាជាលៀបជ័យសម្រាប់ឆ្នាំថ្មីដែលយើងនឹងចាប់ផ្ដើមសេរីសួស្ដីសម្រាប់ឆ្នាំថ្មីដែលយើងនឹងទទួលអញ្ចឹងទៅទិញមាសហៅទ្របអាហ្នឹងជាជំនឿបុគ្គលសម្រាប់ខ្ញុំជឿដូចចាស់ដែរអញ្ចឹងណាប៉ុន្តែវាសួរថាតើជំរុញឲ្យបងប្អូនអរគ្នាជឿដូចខ្ញុំទេអត់ជំរុញទេអាហ្នឹងទៅតាមសេរីភាពផ្ទាល់ខ្លួនបើមានជំនឿក៏ទិញប្រើការចោះតែបើថាអត់ទេក៏អត់មានបញ្ហាអីដែរសរុបរួមមកនៅក្នុងជំនឿបុរាណខ្មែរមាសអាចការពារយើងចេញពីមន្តអាគមផ្លូវងងឹតហើយមាសក៏អាចការពារយើងនៅក្នុងផ្នែកសេដ្ឋកិច្ចបានផងដែរក៏ប៉ុន្តែចំណេះដឹងនៃការទិញលក់សន្សំគឺជាចំណុចសំខាន់ដែលអាចធ្វើឲ្យយើងទទួលបានផលចំណេញពីការទិញមាសឬក៏អាចធ្វើឲ្យយើងខាតទៅលើការទិញមាសសូមកុំវិនិយោគអីមួយដោយសារតែឈូឆរតាមគ្នានឹងអត់ល្អទេចាត្រូវមានផែនការខ្លួនឯងច្បាស់លាស់ឲ្យសមទៅតាមស្ថានភាពសេដ្ឋកិច្ចរបស់ខ្លួនឯងអញ្ចឹងបងប្អូនទាំងអស់គ្នាព័ត៌មានផ្សេងៗដែលនេះខ្ញុំបានជម្រាបជូនបងប្អូននៅក្នុងវីដេអូនេះគឺដកស្រង់ចេញអំពីប្រភពឯកសារទី1គឺរបាយការណ៍សេដ្ឋកិច្ចនិងរូបិយវត្ថុឆ្នាំ2025-2026ចេញផ្សាយដោយធនាគារជាតិនៃកម្ពុជាចា NBC National Bank of Cambodia ឯកសារទី2គឺ Cambodian Gold and Jewelry Association ចាទិន្នន័យពីចរន្តនៃការទិញលក់មាសនៅក្នុងស្រុកខ្មែរយើងចាទី3គឺ World Gold Council Gold Outlook 2026ចាការព្យាករណ៍តម្លៃមាសសកលនិងឯកសារទី4ហ្នឹងគឺ B2B Cambodia and Khmer Time Business ការវិភាគលើទំនោរនៃការវិនិយោគរបស់ប្រជាជនកម្ពុជាក្នុងគ្រាមានវិបត្តិភូមិសាស្ត្រនយោបាយអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាមានគោលបំណងនៅក្នុងការវិនិយោគហើយចង់អានលម្អិតបន្ថែមកុំភ្លេចចូលទៅកាន់ឯកសារទាំង4ដែលនាងខ្ញុំបានដាក់ជូននៅក្នុងវីដេអូមួយនេះអរគុណចំពោះបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានទស្សនាវីដេអូមួយនេះជូនពរលោកអ្នកមានសុខសុភមង្គលហើយទទួលបានចំណេញច្រើនពីការវិនិយោគមាសរបស់បងប្អូនទាំងអស់គ្នាបើមានអីផ្សេងទៀតចាំមានវីដេអូបន្តជូនលោកអ្នកខណៈនេះនាងខ្ញុំបូសុគន្ធាសូមអរគុណសូមជម្រាបលា